ឥឡូវយើងទៅមើលរំលឹកបញ្ញត្តិតែម្ដងទៅដើម្បីភ្ជាប់ជាមួយមេរៀនរបស់យើងខាងលើនេះគឺការប្រើពាក្យរាជសព្ទនិងសង្ឃសព្ទពាក្យខ្មែរយើងមួយចំនួនមានន័យដូចគ្នាប៉ុន្តែពេលខ្លះគេមិនអាចយកពាក្យនោះមកប្រើបានជាទូទៅទេពីព្រោះពាក្យខ្មែរមានរាជសព្ទនិងសង្ឃសព្ទដើម្បីប្រើប្រាស់ទៅតាមប្រភេទមនុស្សទីកន្លែងនិងពេលវេលាក្រៅពីពាក្យសម្រាប់ប្រើជាមួយព្រះសង្ឃចឹងពាក្យដែលប្រើជាមួយព្រះសង្ឃគេហៅថាសង្ឃសព្ទហើយពាក្យសម្រាប់ស្ដេចនិងរាជវង្សានុវង្សគេហៅថារាជសព្ទគឺមានពាក្យខ្លះប្រើសម្រាប់មនុស្សដែលមានវ័យខុសគ្នាឬឋានន្តរស័ក្តិទាបខ្ពស់ថែមទៀតផងឥឡូវយើងទៅអានពាក្យជារាជសព្ទនិងសង្ឃសព្ទខ្លះៗខាងក្រោមហើយប្រអប់ទី1កឡោនទី1ជាពាក្យសាមញ្ញហើយកឡោនទី2ជាពាក្យសម្រាប់ព្រះសង្ឃហើយពាក្យទី3ជាពាក្យដែលប្រើជាមួយព្រះរាជាឬក៏ពាក្យព្រះរាជាប្រើអញ្ចឹងពាក្យទី1ដេកពាក្យសាមញ្ញអញ្ចឹងជួរទី1គឺពាក្យសាមញ្ញជួរទី2សង្ឃសព្ទហើយពាក្យទីជួរទី3គឺសង្ឃរាជសព្ទអញ្ចឹងពាក្យសាមញ្ញយើងប្រើដេកប្រើគេអញ្ចឹងមកហើយសង្ឃសព្ទគឺសង្ឃហើយរាជសព្ទគឺផ្ទុំហើយដើរយើងសាមញ្ញហើយសម្រាប់ព្រះសង្ឃនិមន្តហើយរាជសព្ទគឺយាងហើយពាក្យសាមញ្ញមួយទៀតគឺនិយាយហើយព្រះសង្ឃគឺមានសង្ឃរិកាហើយព្រះរាជាមានព្រះបន្ទូលឬក៏ទ្រង់ត្រាស់ហ្នឹងគឺសម្រាប់ព្រះរាជាហើយពាក្យទី3ពាក្យទី4ស្លាប់ហើយសម្រាប់ព្រះសង្ឃសុគតហើយព្រះរាជាក៏រាជសព្ទគឺសោយទីវង្គតហើយយើងសាមញ្ញហូបព្រះសង្ឃឆាន់ព្រះរាជាសោយហើយយើងធម្មតាយំហើយព្រះសង្ឃកន្សែងដោយព្រះរាជាដែរដូចសង្ឃសព្ទដែរហើយយើងសាមញ្ញធម្មតាក្បាលហើយព្រះសង្ឃគឺព្រះសេហើយព្រះរាជាក៏ព្រះសេដែរហើយប្រាប់ព្រះសង្ឃពិតឬទូលព្រះរាជាទូលឬក៏ក្រាបបង្គំទូលហើយយើងធម្មតាគឺខ្ញុំសង្ឃសព្ទពេលយើងនិយាយជាមួយព្រះសង្ឃគឺខ្ញុំព្រះករុណាឬក៏ខ្ញុំកុណានិយាយកាត់ហើយទូលបង្គំសម្រាប់ប្រុសហើយខ្ញុំម្ចាស់សម្រាប់ស្រីពេលដែលប្រើជាមួយស្ដេចហើយយើងសាមញ្ញថ្មិញព្រះសង្ឃបតនព្រះរាជាក៏បតនដែរព្រះតនតៈហ្នឹងគឺយើងហៅថាព្រះតនហើយយានជំនិះសម្រាប់ព្រះសង្ឃហើយនឹងយើងសាមញ្ញធម្មតាប្រើដូចគ្នាសម្រាប់ព្រះរាជាយើងប្រើពាក្យព្រះទីនាំងហើយយើងសាមញ្ញជូនព្រះសង្ឃប្រគេនព្រះរាជាថ្វាយហើយឲ្យប្រទានដូចគ្នារវាងព្រះរាជាហើយនិងព្រះសង្ឃហើយខឹងខ្ញាល់ដូចគ្នាហើយស្បែកជើងសាមញ្ញពាក្យសាមញ្ញស្បែកជើងព្រះសង្ឃក៏ស្បែកជើងហើយព្រះរាជាសុពណ៌បាទហើយប្អូនដូចគ្នាមកព្រះអនុជយាយឬក៏ព្រះអាយកាសម្រាប់ព្រះរាជាហើយព្រះសង្ឃជាទូទៅគឺញោមទាំងអស់មិនថាប្អូនមិនថាយាយមិនថាម្ដាយមិនថាឪពុកគឺញោមទាំងអស់អញ្ចឹងណាហើយយើងសាមញ្ញតិចហើយព្រះសង្ឃព្រះការហើយព្រះរាជាក៏ព្រះការដែរអញ្ចឹងនឹងជាការរំលឹកបញ្ញត្តិទេបងប្អូនណាហើយបងប្អូនសាកស្រង់រាជសព្ទពីក្នុងរឿងក្រុងឧដុង្គហើយរកពាក្យមកបំពេញតាមតារាងខាងក្រោមអាចរកបានទេបងប្អូន